បាទរំសុស្ដីបាទបងប្អូនទាំងអស់គ្នាដែលនិយមស្នេហានៅបាក់សីកីឡាផ្លែដៃទាំងអស់គ្នាបាទយុទីគោរពនិងរាប់អានបងប្អូនណាបាទនឹងអរគុណណាបងប្អូនបាទសម្រាប់ការគ្រប់គ្រងកន្លងមកពីត្រង់បាក់សីប្រយុទ្ធបាទរំដួលស្វាយរៀងណាបងប្អូនណាអញ្ចឹងបងប្អូនយើងបាទចង់អាចឆាតមកត្រង់បាក់សីប្រយុទ្ធរំដួលស្វាយរៀងយើងខ្ញុំបងប្អូនណាផ្លេចផ្លូវការបាទហ្នឹងហើយថ្ងៃនេះបងប្អូនបាទខ្ញុំបាននឹងផលិតជាវីដេអូថ្មីមួយទៀតហើយបងប្អូនណាបាទសម្រាប់កូនមន់លបាក់1គីឡូជាងណាបងប្អូនណាបាទឬក៏កន្លះគីឡូឡើងណាបងប្អូនបាទថ្ងៃនេះខ្ញុំចាប់បានប្រហែលជាជាងលបាក់ជិត10គ្រាប់អីទេបងប្អូនបាទអញ្ចឹងមានញីមានឈ្មោលណាបងប្អូនណាបាទប៉ុណ្ណេះមានច្រើនគ្រាប់មែនតើប៉ុន្តែខ្ញុំចាប់តែប៉ុណ្ណឹងយកមកធ្វើវីដេអូជូនបងប្អូនយើងបាទទស្សនៈកំសាន្តលេងបាទនៅថ្ងៃអាទិត្យណាបងប្អូនណាមិនអញ្ចឹងមកថ្ងៃនេះគឺថ្ងៃអាទិត្យមកទី21បងប្អូនណាបាទខែ12ឆ្នាំ2025បាទអញ្ចឹងបងប្អូនយើងដែលចង់បានកូនបង្កាត់ល្អបាទយកទៅចិញ្ចឹមបន្តបងប្អូនណាមានញីមានឈ្មោលប៉ុន្តែញីខ្ញុំចាប់តែ2គ្រាប់ដាក់ទេបងប្អូនណាប៉ុន្តែនៅខាងក្រៅច្រើនបាទមានពណ៌ឆេះនិងមេអំបៅនិងសផងដែរបងប្អូនបាទស្អាតបាទហើយមេបារបស់វាបាទគឺល្អមេបានេះពូកូនអាសកានេះណាបងប្អូនបាទអញ្ចឹងបងប្អូនយើងចង់បានតាមតម្រូវការអីពីចាប់ពី2គ្រាប់ឡើងដល់5គ្រាប់បងប្អូនណាដាក់ផ្ញើជូនបងប្អូនយើង25ខេត្តក្រុងអត់មានពិបាកទេបងប្អូនបាទហ្នឹងហើយបងប្អូនប៉ុណ្ណេះបងប្អូនយកទៅមកចំណេញច្រើនដោយសារខ្ញុំលក់រឿងធូរថ្លៃប៉ុណ្ណេះបងប្អូនណាបើពេញជួលឲ្យថ្លៃបងប្អូនបាទហ្នឹងហើយបញ្ជាក់ជូនហើយបងប្អូនចង់បានជាឈុតមេបាក៏បានដែរបងប្អូនណាបាទសម្រាប់ត្រង់យើងខ្ញុំរៀបចំជូនឲ្យបងប្អូនយើងមួយសេតតែម្ដងបាទពួកនេះបងប្អូនណាជាប្រភេទមន់សុទ្ធតែសាច់ដុំទាំងអស់បងប្អូនអត់មានប្រភេទមន់ទ្រូងក្បិតទេបងប្អូនណាបាទមើលមេបាទកាចបាទប្រដាប់ល្អពុញបោអីច្បាស់លាស់ណាបងប្អូនណាបាទឆេះនេះក៏អេមដែរបងប្អូនបាទហ្នឹងហើយគីឡូរបស់វាឥឡូវហ្នឹងវាលបាក់ចិត្ត1គីឡូអស់ហើយបងប្អូនបាទឃើញអញ្ចឹងប៉ុន្តែខ្លះ1គីឡូលើបាទខ្លះ8ខាំ9ខាំអីចឹងបងប្អូននោះប្រហែលជា1គីឡូកន្លះអញ្ចឹងតាមមើលហើយខ្ញុំនឹងបង្ហាញបារបស់វាតែម្ដងណាបងប្អូនបាទហើយបងប្អូនចង់មើលបារបស់វានេះបងប្អូនបារបស់វានេះពេញរូមវិញហើយបងប្អូនបាទសកានេះគីឡូ37ណាបងប្អូននេះបង្ហាញទាំងបានិងកូនតែម្ដងបាទបារបស់វាគឺសកានេះណាបងប្អូនណាបាទគីឡូ37អានេះបងប្អូនចង់បានបាយកប្រកាត់បតអីក៏លក់ដែរបាមួយហ្នឹងបាទបើខ្ញុំប្រកាត់បានច្រើនហើយបងប្អូនបាទហ្នឹងហើយបងប្អូនបាទនេះយើងមកមើលវីដេអូបាទកូនរបស់វាវិញបងប្អូនណាបាទហ្នឹងហើយអរគុណបាទសម្រាប់ការគ្រប់គ្រងកន្លងមកហើយបងប្អូនដែលបានចូលមើលថ្មីបាទកុំភ្លេចជួយចុចពាក្យជឿទាំងអស់គ្នាណាបងប្អូនណាបាទដើម្បីទទួលបាននូវវីដេអូថ្មីដែលខ្ញុំផលិតជូននៅពេលខាងក្រោយបាទសូមអរគុណនិងសូមគោរពលាបាទជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នាផងដែរបាទអរគុណបាទ